ដាក់ឲ្យប្រើដំបូងនៅទូទាំងសកលលោកក្នុងឆ្នាំ2021នៅប្រទេសកម្ពុជាក្នុងឆ្នាំ2022គេហទំព័រ Stop NCII កំពុងក្លាយជាកន្លែងសង្គ្រោះជនរងគ្រោះជាច្រើនអ្នកពីការគំរាមកំហែងនិងការកេងប្រវ័ញ្ចលើរូបភាពអាភាសតាមរយៈការទប់ស្កាត់លុបចេញនិងបញ្ឈប់ការចែកចាយរូបភាពឯកជននិងមិនសមរម្យរបស់ពួកគេតាមប្រព័ន្ធអនឡាញគិតមកដល់ពេលនេះមានរូបភាពនិងវីដេអូហោចណាស់300,000មាតិកាទូទាំងពិភពលោកត្រូវបានដកចេញពីបណ្ដាញសង្គមដោយភាគច្រើននៃអ្នករាយការណ៍សុំជំនួយគឺជាស្ត្រីនាយិកាប្រចាំប្រទេសនៃអង្គការសេរីភាពកម្ពុជាអូស្ត្រាលីអ្នកស្រីងូនសុកលៀបឲ្យដឹងថានៅកម្ពុជាការដាក់ចេញគេហទំព័រនេះគឺក្រោយពេលដែលមានការស្រាវជ្រាវមួយឈ្មោះការបញ្ឈប់គ្រោះថ្នាក់កម្ពុជាបានរកឃើញថាមានកុមារកម្ពុជាហោចណាស់ 11% ឬប្រហាក់ប្រហែល 16,000 នាក់បានរងនឹងការគំរាមកំហែងនិងកេងប្រវ័ញ្ចផ្លូវភេទនៅលើប្រព័ន្ធអ៊ីនធឺណិតចឹង Stop NCAI គឺជា website មួយដែលអាចមានសមត្ថភាពក្នុងការឲ្យជនរងគ្រោះហ្នឹងគាត់អាចរាយការណ៍ឬក៏គាត់អាច report នៅក្នុង website ហ្នឹងទៅហើយ website ហ្នឹងនឹង create ជា hash ហើយនឹងធ្វើការដកហូតលុបរូបភាពចេញពីបណ្ដាញសង្គមមួយចំនួនដែលក្រុមហ៊ុន Meta គាត់មានអញ្ចឹងណាអ្នកស្រីបន្តថាក្រុមការសហការជាមួយដៃគូពាក់ព័ន្ធគេហទំព័រ Stop NCII កំពុងព្យាយាមពង្រីកខ្លួនឲ្យគៀកកុមារនិងស្ត្រីគ្រប់រូបដើម្បីឲ្យពួកគេអាចដឹងពីកន្លែងដែលអាចស្វែងរកជំនួយទប់ស្កាត់ការបែកធ្លាយរូបភាពអាភាសប្រកបដោយទំនុកចិត្តនិងការរក្សាឯកជនភាពខ្ពស់សម្រាប់ខ្ញុំលើកទឹកចិត្តឲ្យបើសិនជាមានបញ្ហាលើកទឹកចិត្តឲ្យបងប្អូនឬក៏អ្នកដែលគាត់មានបញ្ហាហ្នឹងគាត់មានភាពក្លាហានក្នុងការរាយការណ៍បើសិនជាយើងព្យាយាមលាក់ទុកខ្លួនឯងវាធ្វើឲ្យមានបញ្ហាកាន់តែធំអញ្ចឹងណាអញ្ចឹងតាមបទពិសោធន៍របស់ពួកយើងក៏មានករណីខ្លះគាត់ delay ក្នុងការរាយការណ៍ទៅវាធ្វើឲ្យមានបញ្ហាកាន់តែធំឡើងដូចគាត់ត្រូវបានជនល្មើសព្យាយាមគំរាមយករូបថតឬក៏រូបភាពហ្នឹងកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងណាអ្នកខ្លះត្រូវបានគេគំរាមយកលុយឬក៏សម្ភារៈមានតម្លៃមួយចំនួនទៀត Stop NCII ជាឈ្មោះកាត់របស់គេហទំព័រដែលមកពីពាក្យថា Stop Non-Consensual Intimate Image of Use ដែលមានន័យជាភាសាខ្មែរថាបញ្ឈប់ការគំរាមកំហែងចែកចាយរូបភាពឯកជនដោយគ្មានការព្រមព្រៀងក្រុមការផ្ដួចផ្ដើមដោយអង្គការបណ្ដាញប្រឆាំងភាពអាភាសជាមួយក្រុមហ៊ុន Meta តាមមន្ត្រីគម្រោងជាមធ្យមក្នុងមួយខែគេហទំព័រ Stop NCII អាចទទួលពាក្យបណ្ដឹងក្រោម10ករណីប៉ុន្តែក្រោយពីការផ្សព្វផ្សាយវីដេអូអប់រំមួយកាលពីពាក់កណ្ដាលខែឧសភាឆ្នាំ2026ដែលមានអ្នកចូលមើលដល់ទៅជាង1លាននាក់បានធ្វើឲ្យគេហទំព័រនេះបានទទួលបណ្ដឹងដល់ទៅជាង20ករណីក្នុងរយៈពេលត្រឹមជាង1សប្តាហ៍ចំនួននេះសបញ្ជាក់ថាមានជនរងគ្រោះជាច្រើនកំពុងក្លាយជាចំណាត់ខ្មាំងនៃការគំរាមកំហែងចែកចាយរូបភាពអាភាសលើបណ្ដាញសង្គម Stop NCII គឺជាគេហទំព័រសកលដែលដំណើរការជាមួយជម្រើសភាសា34ក្នុងនោះមានទាំងភាសាខ្មែរដែលជួយឲ្យជនរងគ្រោះមានលទ្ធភាពដាក់បណ្ដឹងដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ទដៃឬកុំព្យូទ័រគ្រប់ពេលវេលាគ្រប់ទីកន្លែងដែលមានសេវាអ៊ីនធឺណិតគេហទំព័រនេះអាចប្រើប្រាស់បានសម្រាប់ជនរងគ្រោះមានអាយុចាប់ពី18ឆ្នាំឡើងលើខណៈកុមារអាចប្រើប្រាស់គេហទំព័រមួយទៀតឈ្មោះ Take It Down ឬរាយការណ៍បាន24ម៉ោងក្នុងមួយថ្ងៃ7ថ្ងៃក្នុងមួយសប្តាហ៍តាមលេខទូរស័ព្ទបន្ទាន់ឬប្រព័ន្ធ Telegram លេខ011 444 080ប្រធានគម្រោងនៃកិច្ចគាំពារនេះអង្គការសេរីភាពកម្ពុជាអូស្ត្រាលីលោកតាន់ភិរៈពន្យល់បន្ថែមថាដើម្បីរាយការណ៍បានដោយជោគជ័យជនរងគ្រោះត្រូវគ្រប់លក្ខខណ្ឌអាយុនិងមានរូបភាពឬវីដេអូដែលចង់រាយការណ៍នៅក្នុងដៃដោយអាចបញ្ចូលរូបភាពឬវីដេអូបាន20ក្នុងមួយបណ្ដឹងលោកបញ្ជាក់ថាការរាយការណ៍គឺធ្វើឡើងសម្រាប់តែករណីខ្លួនឯងប៉ុណ្ណោះដោយគេហទំព័រផ្ដោតលើការរក្សាឯកជនភាពចំពោះរបៀបដែលគេហទំព័រនេះធ្វើការលោកបញ្យល់ថាគ្រប់រូបភាពទាំងអស់គឺត្រូវបានពិនិត្យដោយប្រព័ន្ធបច្ចេកវិទ្យាដែលបំលែងរូបទៅជាលេខកូដពោលគឺគ្មានបុគ្គលិកណាម្នាក់បានឃើញរូបភាពរបស់ជនរងគ្រោះឡើយអញ្ចឹងខ្ញុំបញ្ជាក់ផងដែរថានៅក្នុងការធ្វើការរបស់ Stop NCII គឺគេប្រើប្រាស់បច្ចេកវិទ្យាទាំងអស់មានន័យថានៅក្នុងដំណើរការ review ក៏មើលទៅលើរូបភាពគេហៅថារូបភាពបែបអាភាសហ្នឹងគឺគេមិនប្រើមនុស្សផ្ទាល់ទេដោយសារទៅពេលតែមនុស្សផ្ទាល់ទៅ review ស្មើនឹងម្នាក់ហ្នឹងគាត់កំពុងតែចូលរួមប្រព្រឹត្តអំពើគេហៅថាលំពៀនទៅលើអតិថិជនដូចគ្នាដែរអ
ចឹងនៅក្នុងដំណើរការរបស់គេហ្នឹងគេនឹង generate រូបភាពទាំងអស់ហ្នឹងទៅជា hash ហ្នឹងវាបើយើងនិយាយទៅភាសាដូច code ចឹងជាលេខ code តែមកគេនឹងផ្ញើអាលេខ code ទៅកាន់ partner ទាំងអស់ដែលជា partner របស់ Stop and CAI ហ្នឹងថាតើរូបទាំងអស់ហ្នឹងត្រូវបានផុសហើយនៅឬក៏ត្រូវបានចែកម្លេចហើយនៅតែបើថាអត់ទាន់ទេហើយត្រូវនឹងក្រៅចរិយារបស់គេគឺ automatic វានឹង remove ចោលជាពាក្យថា remove ចាំមានន័យថាទោះបីជាជនខុសៗព្យាយាមផុសវីដេអូរូបភាពទាំងអស់ហ្នឹងទៅលើប្រព័ន្ធ social media ដែលជាដៃគូមិនក៏ផុសចេញដែរដោយសារតែប្រព័ន្ធបានរាំងខ្ទប់រូបហ្នឹងហើយប៉ុន្តែបើករណីថារូបហ្នឹងត្រូវបានផុសហើយអញ្ចឹងនៅពេលដែលគេផ្ញើកូដទៅឲ្យpartner ក៏ដៃគូរបស់ Stop and CAI ហ្នឹងឃើញហើយគេ generate បានគឺមានន័យថាវីដេអូដែលបានផុសហើយហ្នឹងទៅ automatic លុបចេញពីបណ្ដាញសង្គមរបស់គេតែម្ដងក្រោយការរាយការណ៍ជនរងគ្រោះអាចតាមដានករណីរបស់ខ្លួនថាបានដោះស្រាយរួចរាល់ឬនៅតាមរយៈការបំពេញលេខគណនីនិងលេខកូដសម្ងាត់ដែលគេហទំព័របានផ្ដល់ឲ្យនៅពេលបង្កើតការរាយការណ៍ប្រៀបបាននឹងការទិញទំនិញលើ website online ដូចគ្នាដែរគេហទំព័រ Stop and CAI អាចមានលទ្ធភាពដករូបភាពដែលបានរាយការណ៍ចេញក្នុងអត្រាជោគជ័យ 90% ក្រុមការសហការជាមួយក្រុមហ៊ុនបណ្ដាញសង្គមធំៗសរុបចំនួន18និងដៃគូបណ្ដាញដៃគូសកលព្រមទាំងក្រុមជំនាញជាង100ស្ថាប័នរួមមានបណ្ដាញសង្គមរបស់ក្រុមហ៊ុន Meta ដូចជា Facebook, Instagram, Threads ក្រុមហ៊ុន TikTok ក្រុមហ៊ុន X ឬ Twitter និងក្រុមហ៊ុន Microsoft លើពីនេះ Stop and CAI ក៏មានការសហការជាមួយក្រុមហ៊ុនផលិតរឿងអាភាសស្របច្បាប់ផងដែរដើម្បីទប់ស្កាត់ការចែកចាយនិងធ្វើអាជីវកម្មរូបភាពអាភាសទៅក្នុងមាតិកាផ្លូវភេទទាំងនោះដោយគ្មានការអនុញ្ញាតពីជនរងគ្រោះទោះយ៉ាងណាគេហទំព័រនេះមានលទ្ធភាពទប់ស្កាត់ឬដកចេញនៅមាតិកាដែលបានផ្សព្វផ្សាយជាមួយក្រុមហ៊ុនដៃគូតែប៉ុណ្ណោះតែទោះជាយ៉ាងនេះក្តីអង្គការសេរីភាពកម្ពុជាអូស្ត្រាលីនៅតែបន្តជួយគាំទ្រដល់ជនរងគ្រោះតាមរយៈការណែនាំឲ្យចូលរាយការណ៍ផ្ទាល់ទៅលើគណនីដែលគម្រាមកំហែងនោះតាមរយៈគេហទំព័រនេះមន្ត្រីអង្គការសេរីភាពកម្ពុជាអូស្ត្រាលីលើកទឹកចិត្តឲ្យជនរងគ្រោះពីការបាច់ធ្លាយនិងការគំរាមកំហែងចែកចាយរូបភាពអាភាសប្រញាប់រាយការណ៍សុំការអន្តរាគមន៍ឲ្យបានលឿនដោយរក្សាទុកនៅរូបភាពឬវីដេអូទាំងនោះជៀសវាងការលុបចេញដែលធ្វើឲ្យពិបាកដល់ការដកចេញក្រៅពីគេហទំព័រនេះអង្គការសេរីភាពកម្ពុជាអូស្ត្រាលីក៏ផ្ដល់នូវសេវាពិគ្រោះថែទាំផ្នែកផ្លូវចិត្តនិងជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះផងដែរនាងខ្ញុំកៅមរកត VOD